ខ្ញុំពីមុនគឺសក់ខ្ញុំគឺជ្រុះខ្លាំងមែនទែនបងប្អូនជ្រុះរហូតដល់ភ័យថាយើងត្រូវកោរទៅងៅណាគេធ្លាប់មានអារម្មណ៍ដូចខ្ញុំវិញសម្រាប់ខ្ញុំបទពិសោធន៍ខ្ញុំធ្លាប់បានសាកប្រើនៅផលិតផលជាច្រើនប៉ុន្តែប្រសិទ្ធភាពគឺបានឃើញតែពេលដំបូងណាចាអញ្ចឹងឥឡូវបងប្អូនមើលសក់ខ្ញុំមើលមានទម្ងន់ទេហើយសំខាន់គឺបងប្អូនគឺត្រង់ល្អទៀតឃើញទេត្រង់ខ្ញុំសម្រាប់ខ្ញុំយល់ថាវាត្រង់ល្អមែនតើដោយសារតែយើងអត់មានគៀបយើងអីទេប៉ុន្តែខ្ញុំទៅកក់សក់ហើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាសក់ខ្ញុំគឺត្រង់រហូតដល់អ្នកខ្លះគាត់សួរថាខ្ញុំនឹងគៀបសក់មែនព្រោះដោយសារខ្ញុំគឺជាអ្នកដែលមានសក់សំពងផលមួយនេះចាគឺសាប៊ូកក់សក់របស់តូមីមានផលិតផលសាប៊ូកក់សក់រហូតដល់3ប្រភេទប៉ុន្តែក្នុងហ្នឹងគឺខ្ញុំជ្រើសរើសយកមួយនេះមកប្រើដោយសារតែខ្ញុំជាប្រភេទសក់ដែលជ្រុះលក្ខណៈលួយគល់ជ្រុះមកទៅគល់តែម្ដងយើងកក់បងប្អូនបាយបតុនក៏វាទុនដែរចាអស់ចាស់ខ្លាំងមែនតើបងប្អូនហើយលាបសក់របស់តូមីគឺវាជួយឲ្យសក់របស់យើងកាន់តែមានទម្ងន់ហើយនឹងមានរបៀបរៀបរយចាមានសំណើមភ្លឺលូជាងមុនទៀតអញ្ចឹងល្អខ្លាំងហើយតម្លៃវិញម្ដបនេះត្រឹមតែ$10ជាងទេសម្រាប់អ្នកដែលកក់សក់បងប្អូនអាចកក់សក់ជារៀងរាល់ថ្ងៃចាបើសិនជាយើងខ្ជិលដោយសារសក់យើងវែងស្អីយើងខ្ជិលកក់សក់បន្តិចអញ្ចឹងយើងអាចកក់មួយថ្ងៃខានមួយថ្ងៃចាអ្នកខ្លះក៏អត់គិតអញ្ចឹងលេងទុកឡើងមួយអាទិត្យពីរអាទិត្យបានកក់ម្ដងអញ្ចឹងអត់ល្អទេបងប្អូនឡើងប្រេងលំមាស់ស្បែកក្បាលអាចឡើងកឡើងកែចាអត់ល្អទេអញ្ចឹងយើងអាចកក់មួយថ្ងៃខានមួយថ្ងៃបានអញ្ចឹងបងប្អូនកុំភ្លេចចាពីមុខនេះដែលល្អសម្រាប់សុខភាពសក់របស់បងប្អូនចាហើយស្អីក៏គឺអាចប្រើបានដូចគ្នាអ្នកចង់បានសក់ល្អស្រឡាញ់សក់សរសៃសក់អញ្ចឹងគួរតែសាកនៅពីមុខនេះបានចាសម្រាប់តម្លៃបងប្អូនអាចបញ្ជាទិញនៅតម្លៃដើមពីក្រុមហ៊ុនផ្ទាល់ទិញបានតម្លៃដើមហើយទទួលបានចំណូលត្រឡប់មកវិញពីការប្រើប្រាស់របស់យើងទៀតពិសេសហេ